វីដេអូមួយនេះខ្ញុំបង្ហាញពីវិធីវាស់សម្ពាធឈាមខ្លួនឯងនៅផ្ទះរបៀបវាស់សម្ពាធឈាមគឺមានលំនាំប្រហាក់ប្រហែលគ្នាទេឲ្យតែប្រើប្រាស់នឹងប្រភេទម៉ាស៊ីនវាស់សម្ពាធឈាមអូតូដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងប្រភេទម៉ាស៊ីនដែលខ្ញុំបានបង្ហាញហ្នឹងគឺគេអាប់ដេតថ្មីដែលមាននិយាយជាភាសាខ្មែរនៅក្នុងហ្នឹងហើយនៅក្នុងប្រអប់របស់គេមានថ្មមានខ្សែសារចង់ប្រើមួយណាក៏បានដែរហើយកូនម៉ាស៊ីនរបស់គេទូចស្ដើងស្រួលប្រើយកតាមខ្លួនអីក៏ស្រួលដែរហើយប្រាសាទដែលរុំដៃហ្នឹងគេមានរហូតដល់2ទំហំសម្រាប់ឲ្យយើងប្រើប្រាស់ទៀតផងមានទាំងសម្រាប់កូនក្មេងនិងសម្រាប់មនុស្សធំឬក៏អ្នកដែលគាត់មានសាច់ច្រើនអីចឹងណាវាស់សម្ពាធឈាមដែលត្រូវគឺអ្នកជំងឺឬក៏អ្នកដែលវាស់ហ្នឹងគឺត្រូវសម្រាករយៈពេល10ទៅ15នាទីដើម្បីឲ្យបេះដូងរបស់គាត់នឹងសម្រាកបានល្អទៅវាស់បានត្រឹមត្រូវខ្ញុំប្រកាសថាកង្វល់នៅកម្រិតដូចគ្នានឹងបេះដូងរបស់អ្នកកុំធ្វើចលនានិងនិយាយឥឡូវនេះអ្នករួចរាល់ហើយតោះចាប់ផ្ដើមអាចគេងវាស់ក៏បានឬក៏អង្គុយវាស់ក៏បានបើអង្គុយវាស់ត្រូវដាក់ដៃលើតុឲ្យស្មើជាមួយនឹងបេះដូងបានលទ្ធផលចេញមកត្រឹមត្រូវល្អសម្ពាធទី100មីលីម៉ែត្របារ៉ាសម្ពាធយ៉ាងតូច74មីលីម៉ែត្របារ៉ាចង្វាក់បេះដូង76ចង្វាក់លើក្នុង1នាទីសម្ពាធឈាមរបស់អ្នកមានកម្រិតប្រសើរបំផុតការវាស់បានបញ្ចប់សូមអរគុណចំពោះការចំណាយពេលវាស់សម្ពាធឈាមរបស់អ្នក